ជំរាបសួរទាំងអស់គ្នាថ្ងៃនេះខ្ញុំសុធារាខ្ញុំបាទអង្គមិញថងបាទនៅពីក្រោយយើងបាទគឺជា team និស្សិតដែលកំពុងតែស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងវិស័យautomation វិស័យ tech AI ហើយនឹងវិស័យindustrial មួយចំនួនទៀតទាក់ទងជាមួយនឹង deep tech ដែលក៏កំពុងតែធ្វើត្រៀមនឹងបញ្ចប់ការសិក្សារបស់គាត់ហើយថ្ងៃនេះខ្ញុំជាមួយនឹងមេងថងនឹងមកទៅជែកគ្នាបាទពាក់ព័ន្ធជាមួយនឹង tech នៅបច្ចុប្បន្នហើយនឹងពាក់ព័ន្ធជាមួយនឹងសិស្សនិស្សិតរបស់យើងដែលកំពុងតែរៀនបានចប់ការសិក្សាហើយកំពុងតែគិតថាអ្វីដែលនឹងត្រូវរៀនហើយការរៀនរបស់គាត់ត្រូវ adapt ខ្លួនបែបណាដើម្បីឲ្យគាត់អាចនិយាយបានថាជោគជ័យនៅក្នុងការរៀនរហូតដល់ជោគជ័យនៅក្នុងការចប់ចេញពីសាលាចូលដល់វ័យធ្វើការទទួលបានជោគជ័យនៅលើវិស័យរបស់គាត់ហើយវាជារឿងសារៈសំខាន់ណាស់ដែលយើងត្រូវដឹងដើម្បីអាចត្រៀមខ្លួនក៏ដូចជាអ្វីដែលនឹងត្រូវធ្វើនៅក្នុងវ័យឬក៏វគ្គនីមួយៗបាទមេថងបាទជំរាបសួរម្ដងទៀតនៅ R&D Center របស់យើងស្អាត R&D Center របស់យើងគឺមាន project ជាច្រើនដែលតាំងពី hardware និង software អញ្ចឹងឥឡូវខ្ញុំរៀបរាប់ពី project ដែលយើង research ហើយនឹងក៏មាន project មួយចំនួនដែលកំពុងតែ run នៅលើ market ផងដែរយើងមានwater vending យើងមាន vending machine យើងមាន mini vending យើងមាន box vending ហើយនឹង mini vending ហើយនឹង vending វាជាប្រភេទលក់អីវ៉ាន់លក់នំអូតូដូចគ្នាតែវាមានខ្សែខុសគ្នា vending machine យើងអាចថាជាខ្សែមួយដូចប៉ិនទូអីចឹងទៅពេល mini vending យើងមានខ្សែថាប៉ិនតុកហ្នឹងយើងដាក់នៅតាមម៉ាតអីទូចឬក៏មួយទៀត mini vending mini box គឺជាbox vending ដែលយើងអាចដាក់តាមបន្ទប់ស្ថានភាពឬក៏ផ្លូវដើរអីផ្សេងអញ្ចឹងនេះជាប្រភេទ vending ហើយយើងក៏មាន i vending ដែលអាចយើងទិញទឹកកកបាន500 100អាចធ្លាក់កកមកមួយកូនកែវអីចឹងទៅហើយយើងមាន coffee vending ដើម្បីយើងអាចទិញកាហ្វេautomation កាហ្វេបានហើយយើងមានvending machine ផ្សេងទៀតហើយយើងក៏មានតាក់ទងពី EV ដែលយើងទិញ EV station ទូចមួយល្មមអាចដាក់នៅមុខផ្ទះដើម្បីធ្វើជាអាជីវកម្មឬក៏ដាក់តាមសន្តាគារផ្សេងដែលមិនជាខ្នាត EV station ធំទេប៉ុន្តែវាជា EV ទូចដែលយើងអាចដាក់កន្លែងចតឡានជា AC charge បាទហើយយើងក៏មានជា project ដែលតាក់ទងជាមួយនឹង drone ដើម្បីចូលទៅក្នុងវិស័យកសិកម្មដើម្បីជួយកសិករក្នុងការបង្កើនទិន្នផលដើម្បីចំណាយតិចតែបានទិន្នផលខ្ពស់បាទហើយនៅក្នុងទាំងអស់នេះខ្ញុំតែលើកនិយាយពី vending machine ដែលជា hardware part ទេតែយើងក៏មាន software part ដែរ product មួយដើម្បីធ្វើឲ្យ user គាត់អាចប្រើប្រាស់បានយើងត្រូវមានទាំង software ទាំង hardware អញ្ចឹងយើងមានទាំង mobile application យើងមានទាំង web application នៅក្នុង mobile application គឺយើងប្រើ technology អាចជា Flutter ផងជា cross platform ឬក៏ project ខ្លះយើងក៏ប្រើ native framework ដែរដែលប្រើ Android ឬក៏ iOS ដើម្បីទៅវា mobile application មួយហ្នឹងហើយសម្រាប់ website ក៏យើងមានជា2ប្រភេទទី1 website សម្រាប់ user ប្រើទូទៅទី2គឺ website ដើម្បី manage ទៅលើplatform ឬក៏ device vending របស់គាត់ហើយក្នុង web យើងប្រើ technology Next.js ជាមួយនឹង React.js depend តាមប្រភេទនៃ project របស់យើងទាំងពីរនេះហើយសម្រាប់ server cloud នៅ backend គឺយើងប្រើ Nest.js ដែលវាជា trend technology មួយដើម្បីវា
control ទៅលើ back end database អីផ្សេង បាទទាំងអស់នេះគឺជា technology back end ដែលពួកយើងកំពុងតែបានប្រើប្រាស់តាក់ទងជាមួយនឹងការ development ហើយនិង research នៅទីនេះដោយយើងឃើញថា product មួយដែលចេញមកគឺវាពាក់ព័ន្ធអតិកលាគ្នាជាច្រើនមែនតើពាក់ព័ន្ធជាមួយនឹងhardware ដែលត្រូវ design concept នៅក្នុងការ design ពាក់ព័ន្ធជាមួយនឹង firmware ដែលត្រូវ develop ចូលទៅក្នុង chip board តាក់ទងជាមួយនឹងការ design ទៅលើ PCB តាក់ទងជាមួយនឹងការ assemble តាក់ទងជាមួយនឹងការរៀបចំ platform software ដើម្បី manage តាក់ទងជាមួយនឹង device ទាំងអស់នេះហើយបើសិនជាវាជាប្រភេទ device ដែលយកទៅប្រើប្រាស់ជាអាជីវកម្មជា automation វាត្រូវពាក់ព័ន្ធជាមួយនឹងការ manage ទៅលើ business វាពាក់ព័ន្ធជាមួយនឹងការ payment ហើយនៅពីក្រោយហ្នឹងគឺការប្រើប្រាស់ technology ផ្គុំបញ្ចូលគ្នាដើម្បីចេញជា solution រួមដែលយកទៅឲ្យអ្នកប្រើប្រាស់អញ្ចឹងបើយើងនិយាយអំពីការដែលសិស្សនិស្សិតគាត់ត្រូវត្រៀមខ្លួនឥឡូវគាត់កំពុងតែវ័យសិក្សា បាទ technology នេះមើលទៅវាដូចជាមានភាពស្មុគស្មាញច្រើនតែអ្វីដែលជាគាត់ថាគួរចាប់ផ្ដើមស្វែងយល់ដើម្បីបន្តពីមួយវគ្គទៅមួយវគ្គដើម្បី បាទខ្ញុំចង់លើកមកចំណុចចឹងវីដេអូនេះយើងចង់ focus ឲ្យសិស្សដែលគាត់កំពុងតែចាប់រកជំនាញហើយនឹងសិស្សដែលគាត់កំពុងតែរៀនជាមួយនឹងជំនាញដែលតាក់ទងនឹង project ទាំងអស់នេះស្រាប់ហើយនឹងសិស្សដែលគាត់កំពុងតែចិត្តនឹងបញ្ចប់ការសិក្សាអញ្ចឹងសិស្សទាំង3ក្រុមនេះគាត់គួរតែមានបទពិសោធន៍ឬក៏យល់ពី technology ដែលយើងប្រើទាំងអស់នេះដើម្បីឧទាហរណ៍ថាសិស្សដែលគាត់ចប់ទី12គាត់អត់ដឹងថាតើជំនាញអ្វីដែលគាត់ចង់រៀនបើសិនជាគាត់ចង់ចូលរៀនផ្នែក technology តើគាត់ត្រូវចូលទៅក្នុង field មួយណាprogramming គាត់តែទៅសេ code software ប៉ុណ្ណឹងចប់ឬក៏គាត់ចង់ទៅសេ programming software ដើម្បីមក manage hardware IoT ឬក៏មួយទៀតគាត់ឆ្លាញ់តែផ្នែក hardware គាត់ចង់ធ្វើ firmware ដើម្បី control ទៅលើ IoT ទាំងអស់នេះអញ្ចឹងគាត់អាចមើលវីដេអូនេះដើម្បីចាប់ដើមសិក្សាពីចំណុចមួយពី technology ពីចំណង់ចំណូលចិត្តផ្ទាល់ដើម្បីយើងដាក់គោលដៅដើម្បីជ្រើសរើសជំនាញមួយដែលយើងចាប់ដើមពីចំណុចណាទៅឧទាហរណ៍ថាយើងចង់ចាប់ដើមពី mobile development យើងចង់ចាប់ដើមពី web development ឬក៏យើងចង់ចាប់ដើមពី IoT ឬក៏យើងចង់ចាប់ដើមពី automation ឬក៏ firmware អីផ្សេងបាទហើយបើយើងមើលអំពីការដែលពួកគាត់នៅក្នុងវ័យដែលគាត់បានរើសហើយបើយើងនិយាយអំពី technology តើពួកគាត់ត្រៀមខ្លួនឬក៏ព្យាយាមធ្វើមិនខ្មិចទើបអាចដែលមេធំអាចផ្ដល់ជា advice ថាក្នុងឡងពេលដែលគាត់រៀនហ្នឹងមកថាគាត់ចូលឆ្នាំទី1ហើយទី2ទី3ធ្វើម៉េចបានពួកគាត់អាចចប់ទៅដោយមានសមត្ថភាពដែលវាជាតម្រូវការរបស់ទីផ្សារសម្រាប់បងប្អូនដែលកំពុងតែរៀនជំនាញតាក់ទងនឹងបច្ចេកវិទ្យាផ្ទាល់ទាំង software ទាំង hardware ឬក៏បងប្អូនដែលចិត្តចប់ចង់បង្កើនសមត្ថភាពឬក៏ចង់ធ្វើឲ្យខ្លួនមានទំនុកចិត្តនៅក្នុងជំនាញនៅពេលដែលយើងរៀនចប់យើងដឹងតែថាខ្ញុំអាចធ្វើ mobile app បានខ្ញុំអាចធ្វើ web app បានឬក៏ខ្ញុំពិតជាអាចធ្វើ IoT device មួយដើម្បី automation control ទៅលើអ្វីមួយឬក៏ vending អីមួយអញ្ចឹងបងប្អូនអាច
ត្រូវខំផ្ដោតទៅលើfield តែមួយកុំផ្ដោតទៅ mobile បន្តិចទៅ web បន្តិចទៅ hardware បន្តិចពេលដែលយើងទៅអញ្ចឹងគឺយើងចាប់អត់បានជាប់អីមួយណាប្រកបទេហើយមួយទៀតបើសិនជាចង់ចាប់ច្រើនមកនេះអាចមកស្អាត only center ដើម្បីរៀនព្រោះនៅទីនេះយើង open សម្រាប់សិស្សានុសិស្សដែលគាត់អាចមក intern មកសិក្សានៅទីនេះពេលហ្នឹងគាត់នឹងអាចរៀនបានទាំង software គាត់រៀនបានទាំង hardware ហើយនឹងគាត់យល់ពី connection រវាង hardware និង software ទៅម៉េចដើម្បីឲ្យfield ពីរហ្នឹងមាន connection ជាមួយគ្នាបានអញ្ចឹងគាត់អាចមក intern នៅទីនេះដើម្បីទទួលបានបទពិសោធន៍ជាក់ស្ដែងឲ្យគាត់មាន confidence ជាងមុនជាងដែលយើងរៀននៅសាលាយើងធ្វើ project នៅសាលាមួយយើង demo ជា prototype ឲ្យគ្រូហើយយើងរៀនចប់ជាងបែបហ្នឹងយើងមក research ជា real product ដែល product ជាក់ស្ដែងដែលយើងកំពុងតែធ្វើនៅស្អាត only center បាទអញ្ចឹងហើយបានអ្វីដែលយើងធ្វើគឺយើងរៀបជា environment មានជា team support team leader research leader នៅលើ specific នៅលើ topic មួយដែលពួកគាត់ម្នាក់មានជំនាញដែល specific រៀងខ្លួនហើយពេលដែល combine ចូលគ្នាទៅវាអាចជា solution វាជា solution full stop មួយដែលមកដោះស្រាយបញ្ហាបូកជាមួយនឹងសិស្សនិស្សិតគាត់បានស្វែងយល់បន្ថែមនេះទៀតបាទវាគឺជាចំណុចដែលអាចពួកគាត់អាចពង្រឹងសមត្ថភាពពួកគាត់មុននឹងបញ្ចប់ការសិក្សាអូខេហើយយើងនឹងបន្តតាក់ទងជាមួយនឹងការផ្ដល់ចែករំលែកពាក់ព័ន្ធជាមួយនឹង technology បន្តទៀតដែលនឹងមានបន្តទៀតបាទសូមអរគុណបាទអរគុណទាំងអស់គ្នាបាទអរគុណបាទសូមអរគុណ